កសាំងទៀតគឺជារុក្ខជាតិម្យ៉ាងដែលកម្ពស់របស់វាគឺស្មើនឹងស្មៅដែរមួយឆ្អាមឬក៏ពីរឆ្អាមហើយជាទូទៅវាដុះនៅតាមមាត់ពីងទឹកក្បែរពីងទឹកឬក៏ដែនដីសើមនៅតាមជនបទគឺសម្បូរណាស់ឲ្យតាកន្លែងមានដីសើមគឺដកដើមកសាំងទៀតហ្នឹងហើយក្លិនរបស់វាគឺមានក្លិនកពុលប៉ុន្តែអ្នកខ្លះគឺចូលចិត្តក្លិនរបស់កសាំងទៀបហើយកសាំងទៀបនឹងដែរបើយើងយកមកញ៉ាំផ្ទាប់ជាមួយនឹងឡុកឡាក់សាច់គោគឺថារសជាតិវាឆ្ងាញ់មែនតើនឹងបាត់ក្លិនកពុលហើយវាមានក្លិនកពុលតិចៗប៉ុន្តែនៅតែមានរសជាតិឆ្ងាញ់ចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់នាងខ្ញុំសុគន្ធបញ្ញាថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីវិធីធ្វើឡុកឡាក់សាច់គោជាមួយនឹងក្រសាំងទៀបជាដំបូងខ្ញុំត្រូវបេះផ្ការបស់កសាំងទៀបជាទូទៅកសាំងទៀបតែងតែមានផ្ការបស់វាហើយផ្កាហ្នឹងគឺគេអត់ញ៉ាំទេគេត្រូវបេះចោលទាំងអស់ណាអញ្ចឹងត្រូវបេះចោលឲ្យស្អាតហើយយកកសាំងទៀបហ្នឹងមកលាងសម្អាតទឹកហើយការលាងសម្អាតទឹកទៀតសោតបងប្អូនក៏អាចប្រើដៃធ្ងន់បានទេព្រោះកាលណាប្រើដៃធ្ងន់ទៅកសាំងទៀបយើងនឹងបាក់ហើយព្រោះវាឆាប់បាក់យើងថ្នមវាបន្តិចមកណាហើយលាងជ្រលក់ទឹកឲ្យបាន 3-4 ទឹកចឹងទៅដើម្បីឲ្យអស់ដីព្រោះដោយសារកសាំងទៀបគឺជារុក្ខជាតិដែលដុះផ្ទាល់នឹងដីហើយថ្ងៃនេះផងដែរខ្ញុំមានសាច់គោចំនួន2ខាំកសាំងទៀបក្រូចឆ្មាហើយនិងខ្ទឹមសអញ្ចឹងបន្ទាប់ពីលាងសម្អាតសាច់គោហើយនិងកសាំងទៀបស្អាតហើយខ្ញុំចាប់ផ្ដើមមកហាន់សាច់គោជាបន្ទះស្ដើងដោយយើងហាន់ជាតឹងសរសៃណាកុំឲ្យវាស្វិតខ្លាំងពេកពីខ្ញុំហាន់សាច់គោហើយខ្ញុំចាប់ផ្ដើមមកចិញ្ច្រាំខ្ទឹមសហើយខ្ញុំដាក់ខ្ទះជាមួយនឹងប្រេងឆាក្តៅដាក់ខ្ទឹមសចូលរំលីងខ្ទឹមសឲ្យបានឈ្ងុយបន្តិចមកខ្ញុំក៏បានចាក់សាច់គោចូលពីឆាសាច់គោបាន1ត្រឡប់2ត្រឡប់ហើយខ្ញុំចាប់ផ្ដើមបន្ថែមគ្រឿងដែលមានដូចជាប្រេងខ្យងម្សៅស៊ុបខ្នុរស្ករប៊ីចេងហើយនិងទឹកត្រីបន្តិចដែរហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមកូរគ្រឿងទាំងអស់ហ្នឹងឲ្យបានចូលសព្វសាច់ជាមួយនឹងសាច់គោរបស់ខ្ញុំហើយឆាសាច់គោ 3-4 ត្រឡប់រួចហើយគ្រឿងវាចូលសព្វគ្នាហើយខ្ញុំក៏ចាប់ផ្ដើមបន្ថែមទឹកជាបន្តិចដើម្បីឲ្យវារៀងសើមបន្តិចណាអញ្ចឹងបន្ថែមទឹកទៅឆារបស់យើងនឹងខាប់ហ្មងនេះបងប្អូនខ្ញុំឆាឆ្អិនហើយឡុកឡាក់សាច់គោរបស់ខ្ញុំអញ្ចឹងខ្ញុំចាប់ផ្ដើមដួសដាក់ពីលើកសាំងទៀបរបស់ខ្ញុំហើយការធ្វើឡុកឡាក់កសាំងទៀបនេះផងដែរអ្នកខ្លះគឺគាត់ចូលចិត្តឆាកសាំងទៀបមួយត្រឡប់ទៀតជាមួយនឹងសាច់គោដើម្បីឲ្យវាឆ្អិនអញ្ចឹងណាប៉ុន្តែបើធ្វើបែបហ្នឹងវាមានក្លិនកពុលជាងដែលយើងញ៉ាំឆៅទៀតហើយឡុកឡាក់សាច់គោជាមួយកសាំងទៀបនេះផងដែរគឺអត់អាចខ្វះបានទេទឹកម្រេចក្រូចឆ្មាអញ្ចឹងបន្ទាប់ពីរៀបចំដាក់ចានរួចហើយខ្ញុំចាប់ដើមមកលាយទឹកម្រេចក្រូចឆ្មាគឺអត់មានអីបាក់ទេបងប្អូនអើយមានតែម្រេចម្ទេសប៊ីចេងស្ករហើយនៅម្សៅស៊ុបបន្តិចហើយត្បាច់ក្រូចឆ្មា 2-3 ចំណិតមកកូរច្បល់វាទៅជាការស្រេចហើយភ្លក់មើលវាយើងជូរអែមល្មមហើយតិចគឺរួចរាល់ហើយនេះរួចរាល់ហើយសម្រាប់ឡុកឡាក់សាច់គោជាមួយនឹងកសាំងទៀបមុខម្ហូបថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងមុខម្ហូបមួយមុខនេះមិនចេះតែចង់ញ៉ាំគឺញ៉ាំបានទេព្រោះដោយសារកសាំងទៀបពិបាករកមែនតើចាអញ្ចឹងម្ហូបរួចរាល់ហើយអញ្ជើញបងប្អូនមកអញ្ជើញពិសាជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំបើពេញចិត្តសូមជួយ comment like និង subscribe channel របស់ខ្ញុំផងណាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា